ជំរាបសួរក៏សួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះក៏ជាបទពិសោធន៍ទី1ដែរដែលខ្ញុំបានទៅលេងវត្តប្រាសាទប្រទីតបឬគេហៅថាវត្តពលឹងប្រាសាទប្រទីតបហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាហើយជាបទពិសោធន៍មួយទៀតបើបងប្អូនចង់ទៅលេងកន្លែងហ្នឹងបងប្អូនឆែក Google Map តែបងប្អូនបើចាំទៅដល់កន្លែងវត្តគុណធគិរីទេហ្នឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាព្រោះទៅតាមផ្លូវហ្នឹង Google វាចាប់ផ្លូវឲ្យយើងទៅដល់ហ្នឹងហើយធ្វើឲ្យយើងធ្វើដំណើរវែងឆ្ងាយអញ្ចឹងហើយកន្លែងហ្នឹងគឺជាផ្លូវចាស់ទេពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏គេបានបិទច្រកដែរហើយយើងជិះផ្លូវវាងជិះកាត់ផ្លូវព្រៃភ្នំអញ្ចឹងណាប៉ុន្តែគឺមានកន្លែងមួយទៀតគឺផ្លូវចូលវត្តពលឹងប្រាសាទប្រទីតបបងប្អូនគួរទៅកន្លែងផ្លូវចូលហ្នឹងវិញចាប់ Google ហើយគេដាក់ផ្លូវចូលហើយអាហ្នឹងវាផ្លូវធំទូលាយហើយធ្វើដំណើរចិត្តទៀតហើយក៏សូមជម្រាបសួរទៅសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះដែរគឺយើងមកលេងប្រាសាទប្រទីតបក៏ដូចជានេះកញ្ចុះលើទឹកពុកម៉ែបងប្អូនទាំងអស់គ្នានេះកញ្ចុះលើទឹកគឺសស្អាតមែនតើហើយក៏ជាលើកទី1ដែរដែលយើងបានមកលេងទីកន្លែងហ្នឹងគឺនិយាយថាពីព្រៃភ្នំធម្មជាតិហើយគឺមានកញ្ចុះលើទឹកហ្នឹងគឺស្អាតមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាហើយកន្លែងនេះដែរគឺជាកន្លែងមួយដ៏ស្ងប់ស្ងាត់ហើយខ្យល់អាកាសក៏បរិសុទ្ធធម្មជាតិ 100% តែម្ដងណាពុកម៉ែបងប្អូនទាំងអស់គ្នាហើយអានេះគឺជាខ្លោងទ្វារទេខ្លោងទ្វារហ្នឹងគឺគេធ្វើអំពីថ្មសំងយ៉ាងអញ្ចឹងធម្មតាអញ្ចឹងណាប៉ុន្តែគឺវាមានភាពស្រស់ស្អាតហើយនឹងយកលក្ខណៈបែបបុរាណជាក្បាច់រចនាមកនេះវត្តពលឹងប្រាសាទប្រទីតបហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាតែនៅក្នុងវត្តហ្នឹងគឺគេអត់ឲ្យយើងចូលទៅទេពីព្រោះដោយសារគេមានម៉ោងដូចជាប្រសង់ពុទ្ធបរិស័ទគេសមាធិអញ្ចឹងណាក្នុងរយៈពេលមួយថ្ងៃហ្នឹងគឺ3ដងពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះមើលរចនាថ្មបុរាណហ្នឹងគឺស្រស់ស្អាតមានជារូបទាហានតោងនាគអីចឹងណាហើយនេះមានក្បាច់រចនាអីស្រស់ស្អាតមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះគឺជាតំបន់ទេសចរមួយដែលតាក់ទាញញៀវទេសចរទៅលេងអីចឹងណាហើយនិយាយពីទេសភាពស្រស់ស្អាតមែនតើអ្នកទាំងអស់គ្នាហើយមានប្រាសាទដែលស្ថិតនៅកំពង់សោមអញ្ចឹងណានិយាយទៅគឺស្រស់ស្អាតមែនតើកាលយើងមកថតរូបថតដាក់ចូល Facebook TikTok អីគឺស្រស់ស្អាតតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាហើយមើលទៅវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរ